បាទជំរាបសួរនិងសួស្តីបងប្អូនទាំងគ្នាថ្ងៃនេះលោកគ្រូមានចំណុចមួយដើម្បីធ្វើការបង្ហាត់បង្ហាញនៅក្នុងជីវភាពប្រចាំថ្ងៃបងប្អូនទាំងគ្នាឬក៏បងប្អូនតែងតែឃើញណាប្រភេទរង្វង់ថាសប្រភេទកង់ឡានប្រភេទកង់ម៉ូតូឬក៏ប្រភេទជារង្វង់មូលណាបាទតែយើងដឹងទេថាតើនៅពេលដែលរង្វង់មូលហ្នឹងយើងពន្លាតវាឲ្យវែងទៅតើវាមានប្រវែងប៉ុណ្ណាចឹងថ្ងៃនេះលោកគ្រូនឹងបង្ហាញពាក់ព័ន្ធទៅនឹងការកណនាបរិមាណរបស់រង្វង់ឬក៏បរិមាណថាសហ្នឹងឯងបាទនៅក្នុងរូបមន្តវាគឺបាទ P ស្មើអង្កត់ផ្ចិតបាទអង្កត់ផ្ចិតផាយបាទផាយដែលគេឲ្យផាយស្មើនឹងបាទ 3.14 បាទស្មើ 3.14 អញ្ចឹងយើងកលេចទៅខាងនេះយើងកលេចថារង្វង់ថាសរបស់យើងដឹងថាអង្កត់ផ្ចិតរបស់វាគឺ10សង់ទីម៉ែត្រអង្កត់ផ្ចិតមានន័យថាគឺជាចំណុចកណ្ដាលនៃរង្វង់ថាសអញ្ចឹងដើម្បីយើងបាទទៅរកប្រវែងនៃបរិមាណយើងទាំងមូលគឺស្មើរូបមន្តរបស់យើងគឺ P ស្មើ D ផាយដែល D ហ្នឹងជាអង្កត់ផ្ចិតបាទផាយគឺគេឲ្យផាយស្មើ 3.14 បាទអញ្ចឹងយើងចំនួនចូលរូបមន្តយើងមកគឺស្មើ P ស្មើអង្កត់ផ្ចិតយើង10សង់ទីម៉ែត្របាទយើងទៅគុណជាមួយនឹងផាយដែលតម្លៃផាយរបស់យើងគឺគេឲ្យ 3.14 បាទអញ្ចឹងយើងគុណចូលគ្នាមកវាបាន 31.4 បាទសង់ទីម៉ែត្របាទអញ្ចឹងបរិមាណខាងរបស់យើងដែលជាប្រវែងជុំវិញនេះគឺស្មើ 31.4 សង់ទីម៉ែត្រ